ជូនញាតិញោមពីគាត់ដល់សាជាប់ហើយតែchơiមកពីចិត្តពីថ្ងៃមកពីជាប់ស្រាច់ទឹកបងបរិយសកម្មផ្លូវព្រះក្តាមហាអូស្ដីបរាយតូចបរាយធំស្វាយជាអោតអីហ្នឹងក៏រៀបចំជូនញាតិញោមពួកដែរទៅអញ្ចឹងញាតិញោមបាច់ថៃថាថ្ងៃហ្នឹងអត់មានអាហារសម្រាប់ពិសាបរិភោគអីទេទៅអញ្ចឹងរៀបចំជូនញាតិញោមគ្រប់គ្នាទៅហើយបន្ទាប់ពីព្រះអង្គគ្រប់ព្រះអង្គបន្ទាប់ពីញាតិញោមទាំងអស់គ្នាបានបរិភោគនៅភោជនីយដ្ឋានតូចចុនហើយគឺយើងនឹងចាប់ផ្ដើមរបៀបបរិយាបន្ទាប់គឺចាប់ផ្ដើមរៀបចំរំសម្កត់ត្រៃទៅសម្កត់ត្រៃនៅក្នុងឧបស្ថានសាលាអញ្ចឹងជំរាបប្រកេតជូនប្រកាសណាញាតិញោមទាំងអស់គ្នាថាបន្ទាប់ពីប្រសងហើយជួយបានញោមទាំងអស់ខាងនៅសំខាន់ថ្ងៃត្រង់បានយូរបំផុតហ្នឹងម៉ោង12បងបានទេហ្នឹងគឺរៀបចំបានទៅក៏បានដែរយ៉ាងយូរបំផុតហើយបន្ទាប់ពីសង្កត់ត្រៃរួចមកគឺយើងនឹងចាំអង្គប្រធានទានដែលបង្ហាញមកពីរាជធានីភ្នំពេញមកពីវត្តសាវត្តទឹកប្រុសហើយដឹកនាំដោយអង្គគ្រូសង្ឃៈបីនិចម៉ែដល់អស់ហើយសត្វញ្ញាណមើលដាក់ម៉ែពេលហ្នឹងហើយនឹងបងគ្រូដែលជាព្រះអនុប្រធានមន្ត្រីសង្ឃវត្តសាវត្តតេជោព្រមទាំងព្រះមន្ត្រីសង្ឃវត្តសាវត្តតេជោព្រះមេត្តាអនុសតព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងឯកឧត្តមលោកជំទាវញាតិកថាទាំងអស់គ្នាដែលបានចូលមកពីរាជរយៈពេល1ឆ្នាំជាងហើយនៅ1ឆ្នាំជាងហើយហើយបើសិនយើងដែលមានសភាជាការរំលឹកความជាងទៀតយើងមកចូលអត់ម្ដុំទូដុំបានអំបកអស់ចេះហ្នឹងនេះអស់បងកំងយីអនមកស្នើសុំយីអនមកយីអនយកមកក៏នឹងជឿនអត់មកហើយមកកញ្ចេញអើហើយ100ផងទៅបានព្រួយចេះមកកាត់ទៅតាមនឹងទៅទៅខ្ញុំទៅបបកាត់ជាអ្នកចូលរួមសាសាពិសេសគឺការក្នុងពុទ្ធសាសនាព្រោះតែខ្ញុំអាចចូលបានព្រោះទឹកថាហើយកន្លែងស្អាតដល់ហ៊ានចូលទៅព្រោះតាមពិតទៅបើសិនជាមានញាតិញោមពុទ្ធសាសនាទាំងអស់ទៅក៏មិនអាចមានអាគារធំនឹងបានកើតឡើងព្រោះចឹងញាតិញោមមកពីចិត្តទីឆ្ងាយញាតិញោមអាចគោរពអញ្ជើញទៅមើលបានទៅចូលថ្វាយគុំព្រះនៅក្នុងនឹងបានហើយជាពិសេសនៅក្នុងវត្តមង្គលវង្សជ្រងរបស់យើងគឺឥឡូវនេះមានសិក្ខាបឋមសិក្សាវត្តមង្គលវង្សជ្រងដែលឥឡូវនេះគឺមានទូនរែងទៅគាត់ជួយចាំតាមដល់ឲ្យចិត្តអត់នៅសិក្ខាបឋមសិក្សាវត្តមង្គលជាចម្រងមេសាយរីថាឆ្នាំនេះញាតិញោមគាត់បានសាក់ទាំងអស់បានមកធ្វើកម្មវិធីបុណ្យអង្គធម្មទាននៅក្នុងទឹកដីអារាមឋានវត្តមង្គលវង្សជ្រងរៀបជាបានមានមកពីណាបើមានភ្លេចទូរស័ព្ទនៅផ្ទះអត់ហើយអត់ជាវីដេអូឬក៏អត់ជារូបភាពវីដេអូមកកន្លះរូបភាពមួយចឹងយើងអាចទៅមកសាកកម្លាំងបានទៅតាមមកសិនជាញាតិញោមមិនចាស់ហើយញាតិញោមគ្រាន់តែមកលេងហើយមកសារកមុំអាចទៅឲ្យលេងឲ្យពិសេសអំបោះហ្នឹងក៏បានតែដល់ខ្លួន